បាទជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍ការវិលត្រឡប់មកកាន់ Channel យប់ស្ងាត់នីតិរឿងខ្មោចត្រឡប់ទៅអតីតកាលតិចខ្ញុំក៏ធ្លាប់មាន Channel YouTube មួយដែលខ្ញុំដាក់ឈ្មោះថាយប់ស្ងាត់ហើយកំឡុងពេលហ្នឹងគឺដោយសារតែ Channel YouTube របស់ខ្ញុំត្រូវបានគេ hack អញ្ចឹងទៅក៏ត្រូវអឺបង្ខំចិត្តផ្អាកមួយរយៈចូល4ឆ្នាំហើយអត់ដឹងថាមានបងប្អូនណាដែលធ្លាប់ស្ដាប់ឬក៏នៅចាំសំឡេង admin ទេសម្រាប់ថ្ងៃនេះខ្ញុំមានរឿងថ្មីក៏ដូចជា channel ថ្មីដើម្បីមកចែកជូនបងប្អូនយើងទាំងអស់គ្នាស្ដាប់សង្ឃឹមថាបងប្អូនយើងនៅតែបើកចិត្តទទួលយកនិងចងចាំadmin យប់ស្ងាត់ទាំងអស់គ្នាព្រោះដោយសារពីមុនមកក៏អត់ដែលនិទានទៅចេញមុខឲ្យបងប្អូនបានស្គាល់ដែរព្រោះដោយសារតែឥឡូវវាជាគោលការណ៍ថ្មីរបស់ YouTube សម្រាប់អ្នកដែលចង់បង្កើតមាតិកានៅក្នុង YouTube អីចឹងទៅចឹងសម្រាប់ថ្ងៃនេះខ្ញុំនឹងត្រឡប់ទៅអតីតកាលកាលពី COVID កំឡុងឆ្នាំ2020 21ហើយពេលហ្នឹងគឺខ្ញុំបានទៅរស់នៅខេត្តសៀមរាបព្រោះដោយសាររឿងហ្នឹងវាជារឿងមួយដែលវាដកដានជាប់នៅក្នុងចិត្ត admin មកទល់សប្តាហ៍ថ្ងៃហើយរឿងហ្នឹងគឺខ្ញុំនៅតែចែករំលែកទៅកាន់អ្នកស្គាល់ក៏ដូចជាមិត្តភ័ក្តិជិតស្និទ្ធនៅពេលដែលយើងជួបជុំគ្នាគឺយើងតែងតែនិយាយរឿងហ្នឹងប្រាប់គ្នាយើងអញ្ចឹងដើម្បីកុំឲ្យប្រិយមិត្តរបស់យើងទន្ទឹងរង់ចាំយូរយើងចូលទៅក្នុងប្រធានបទរបស់យើងទាំងអស់គ្នាកាលពីឆ្នាំដែលកូវីដចូលស្រុកយើងហ្នឹងគឺខ្ញុំផ្ទាល់គឺខ្ញុំបានទៅរស់នៅខេត្តសៀមរាបហើយកាលហ្នឹងការងាររបស់ខ្ញុំគឺកាមេរ៉ាមែនដែលយើងជាអ្នកថត product ឲ្យអតិថិជនរបស់យើងឬក៏ client អញ្ចឹងទៅបាទពេលដែលយើងទៅធ្វើនោះវាដូចជាបានតែ3ខែទេក៏គេផ្អាកព្រោះដោយសារកាលហ្នឹងតាមខ្ញុំចាំកូវីដដូចជាមក2សារមួយសារលើកទី1នោះវាអត់ខ្លាំងប្រហែលទេអត់ដល់ណាក់បិទក្រុងទេអញ្ចឹងដល់ពេលលើកទី2ហ្នឹងវាខ្លាំងរហូតដល់បិទខ្ទប់ហើយអត់អាចឆ្លងខេត្តបានទេអញ្ចឹងវាចៃដន្យខ្ញុំទៅធ្វើការនៅខេត្តសៀមរាបនោះទៅបាន3ខែក៏គេបិទដល់ពេលគេបិទអញ្ចឹងអត់មានជំរើសអីទេក្រៅពីផ្អាកការងារហើយជាក់ស្ដែងកាលហ្នឹងការងារដែលក្រុមហ៊ុនគេដាក់ឲ្យហ្នឹងគឺគេត្រូវបញ្ចប់កុងត្រាបណ្ដោះអាសន្នអត់ទាន់ផ្ដាច់មែនទែនទេហើយដើម្បីដោះស្រាយជីវភាពពេលហ្នឹងគឺយើងពិភាក្សាគ្នាជាមួយក្រុមការងារដែលគាត់មកតាមយើងហ្នឹងបងប្អូនដូចជា4-5នាក់ដែរនៅក្នុងបន្ទប់របស់ខ្ញុំហើយគាត់រស់នៅផ្ទះជាមួយយើងហើយពេលហ្នឹងគឺយើងមានតែបង្ខំចិត្តមួយគឺត្រូវតែរកដំណោះស្រាយរកលុយដើម្បីបង្កើតប្រាក់ចំណូលព្រោះយើងអត់អាចត្រឡប់ទៅភ្នំពេញវិញបានទេហើយពេលហ្នឹងជាក់ស្ដែងគឺខ្ញុំបានឆ្លាញ់ទៅលើមុខរបរថ្មីគឺកសិកម្មគឺខ្ញុំឆ្លាញ់ការចិញ្ចឹមសត្វហើយការចិញ្ចឹមសត្វហ្នឹងជាក់ស្ដែងពេលហ្នឹងគឺអឺខ្ញុំសម្រេចចិត្តថាខ្ញុំចិញ្ចឹមមាន់ស្រែហើយការចិញ្ចឹមមាន់ស្រែរបស់ខ្ញុំពេលហ្នឹងគឺខ្ញុំអត់ដែលមានបទពិសោធន៍អីទេហើយក៏អត់ដែលមានចំណេះដឹងអីទាក់ទងការចិញ្ចឹមទេគឺយើងធ្លាប់ចិញ្ចឹមតែជាមួយគ្រួសារតិចអីចឹងទៅដល់ពេលជាក់ស្ដែងយើងទៅធ្វើទ្រង់ទ្រីធំអញ្ចឹងពេលហ្នឹងគឺក្មេងខ្ចីដែរកាលហ្នឹងយើងនៅក្មេងខ្ចីបើយើងនិយាយទៅគិតលឿនពេកយើងក៏បានសម្រេចចិត្តមួយថាយើងនឹងទៅជួលដីមួយកន្លែងដើម្បីបើកជាលក្ខណៈទ្រង់ទ្រីធំហ្មងគឺធ្វើទ្រង់សម្រាប់ដាក់មាន់ដាក់អីកម្រងគឺចង់ដាក់មាន់ឲ្យបាន1000ក្បាលកាលហ្នឹងអានោះវាគាត់ជាកំណត់របស់ខ្ញុំហើយក៏ខ្ញុំចាប់ផ្ដើមយកអាកំណត់គិតនឹងយកទៅធ្វើកាលណាគិតថាធ្វើវាទៅមុខកាលហ្នឹងយើងមានឆន្ទៈអញ្ចឹងហើយក៏ទៅជួលចការស្វាយចន្ទទី1ដែលអឺទំហំធំមែនទែនហើយតាក់ទងនឹងស្គាល់តាមរយៈអ្នកនៅខេត្តសៀមរាបនឹងផ្ទាល់គាត់បានណែនាំខ្ញុំឲ្យទៅជួលចការស្វាយចន្ទទីហ្នឹងក្នុងតម្លៃមិនគួរឲ្យជឿទេគឺត្រឹមតែខ្ញុំចាំបានដូចជា$20មិនដឹង$30គឺតម្លៃប៉ុណ្ណឹងឯងហើយតម្លៃហ្នឹងបើប្រៀបធៀបហាងឆេងពេលនោះគឺវាធូរមែនទែនសូម្បីតែផ្ទះជួលដែលខ្ញុំនៅហ្នឹងក៏តម្លៃ$150ដែរដល់ពេលអញ្ចឹងវាតម្លៃល្អវាត្រឹមតែ$30ពេលហ្នឹងខ្ញុំសម្រេចចិត្តថាជួលជាមួយក្រុមការងាររបស់ខ្ញុំហើយយើងក៏បានទិញទិញឈើទិញសម្ភារៈអីដើម្បីចូលធ្វើចូលសាងសង់អីចឹងទៅអញ្ចឹងត្រង់នោះយើងធ្វើងាយធ្វើពីឈើអញ្ចឹងវាលឿនទេមួយថ្ងៃយើងធ្វើវាបាន70%អីហើយ
ពេលហ្នឹងដល់ពេលដែលយើងធ្វើហ្នឹងដូចជាមានបញ្ហាអីទេប៉ុន្តែអ្វីដែលខ្ញុំចង់បញ្ជាក់បន្ថែមនៅក្នុងសាច់រឿងហ្នឹងគឺវាផ្លូវនៅសៀមរាបប៉ុន្តែផ្លូវដូចជាទៅលងវែងវាលវែងខ្ញុំភ្លេចបាត់ណាចុះពីផ្លូវជាតិហ្នឹងទៅប្រហែលជា100ម៉ែត្រ200ម៉ែត្រអីទៅចការស្វាយចន្ទទីហ្នឹងគឺធំមែនទែនហើយបើតាមខ្ញុំមើលដើមស្វាយចន្ទទីហ្នឹងគឺអត់ក្រោម10ឆ្នាំទេព្រោះវាធំហើយក៏មានដំបូកមួយធំមែនទែនដំបូកហ្នឹងបើតាមខ្ញុំគិតប្រហែលជា4អោប5អោបដំបូកធំហើយកម្ពស់ប្រហែលជា2ម៉ែត្រដំបូកខ្ញុំឃើញផ្ទាល់ហើយយើងក៏បានសាងសង់ហើយពេលហ្នឹងពេលដែលយើងចាប់ដើមធ្វើហ្នឹងក៏យើងអត់បានឃើញសែនព្រេនអីទេដែរមិនថាយើងនឹកអត់ឃើញទេប៉ុន្តែទម្លាប់របស់ខ្ញុំគឺនៅពេលដែលខ្ញុំធ្វើចប់ការងារបានខ្ញុំចាប់ដើមសែនអីតិចតួចអីចឹងទៅមានមន់មានទីមានផ្លែឈើមានភេសជ្ជៈអីចឹងទៅប៉ុន្តែខ្ញុំទម្លាប់ខ្ញុំគឺអត់សែនស្រាទេដល់ពេលអញ្ចឹងយើងយប់ទី1យើងធ្វើបានថ្ងៃទី1នោះវាចិត្តនឹងហើយវា 70% ហើយអញ្ចឹងក៏នៅក្នុងដីនេះគេមានផ្ទះសម្រាប់ស្នាក់នៅមួយខ្ទមចាំចការងារបើនិយាយថាខ្ទមក៏វាមិនសមវាធំដែរវាប្រហែលជា4x5អីហ្នឹងវាធំដែរយើងនិយាយថាផ្ទះមួយចុះអញ្ចឹងក្រុមការងាររបស់ខ្ញុំគាត់រើសម្ភារៈដែលនៅសល់ហ្នឹងហើយមានរបស់ដែលមានតម្លៃក៏យកទៅទុកក្នុងហ្នឹងហើយជាក់ស្ដែងខ្ញុំទៅស្នាក់នៅផ្ទះដែលក្រុមហ៊ុនជួលឲ្យការពីយើងធ្វើការមួយគេកណ្ដឹងផ្ទះគេជួលឲ្យយើងនៅឡើយអញ្ចឹងវានៅកុងត្រាយប់ទី1ហ្នឹងគឺអត់មានបញ្ហាអីទេព្រោះក្រុមការងាររបស់យើងធ្វើការនៅហ្នឹងយប់ឡើងគេនាំលេហូបស្រាថ្នាំស្រាអីចឹងជាក់ស្ដែងគឺខ្ញុំ admin គឺខ្ញុំអត់ចេះហូបអីកណ្ដឹងអញ្ចឹងយប់ទី1ហ្នឹងគឺវាអត់មានរឿងអីកើតឡើងទេប៉ុន្តែតាំងពីខ្ញុំទៅដល់ដីហ្នឹងហើយខ្ញុំមើលឃើញដំបូកហ្នឹងគឺធ្វើឲ្យខ្ញុំមានអារម្មណ៍មួយថាវាអត់សនុកចិត្តប៉ុន្តែវារកអាកន្លែងសនុកចិត្តហ្នឹងនិយាយវាអត់ឃើញអញ្ចឹងខ្ញុំក៏ជិតតែហេទៅស្អែកឡើងខ្ញុំទៅជួយមើលថ្ងៃហ្នឹងគឺខ្ញុំសម្រេចចិត្តថាយប់ទី2ហ្នឹងខ្ញុំសម្រេចចិត្តថាខ្ញុំនឹងទៅបោះតង់ដេកនៅហ្នឹងហើយជួយមើលការងារនៅហ្នឹងអញ្ចឹងយប់ហ្នឹងគឺខ្ញុំទៅដេកនៅហ្នឹងហើយខ្ញុំជាក់ស្ដែងគឺខ្ញុំមានឆ្កែចំនួន2ក្បាលឆ្កែរបស់ខ្ញុំមួយឈ្មោះអាប្រោនមួយទៀតឈ្មោះអាតូរ៉ូអញ្ចឹងហើយខ្ញុំលំអត់ឈ្មោះវានៅក្នុងសាច់រឿងនេះគឺដោយសារតែវាក៏ជាតួអង្គនៅក្នុងសាច់រឿងនេះដែលវាបានជួបខ្មោចជាមួយខ្ញុំពេលហ្នឹងយប់ទី2ដែលខ្ញុំស្នាក់នៅហ្នឹងប្រហែលជាអំឡុងម៉ោង2:10ជាងហើយ2:11អីហ្នឹងហើយក្រុមការងាររបស់ខ្ញុំគឺចូលទៅដេកនៅក្នុងផ្ទះដែលគេធ្វើនៅចការហ្នឹងហើយខ្ញុំក៏នៅក្នុងបរិវេណនេះអត់ឆ្ងាយពីគ្នាប្រហែលជាបើយើងនិយាយថា10ម៉ែត្រអីពីគ្នាទេហើយខ្ញុំបោះតង់ហ្នឹងខ្ញុំដេកមួយឆ្កែខ្ញុំ2នឹងទៀតហើយនឹងគ្រូសារបស់ខ្ញុំស្រាប់តែយប់បន្តិចស្មានទៅគឺខ្ញុំឈឺបត់ដៃបត់ជើងតូចគឺខ្ញុំទៅរូតង់ដើរចេញមកពេលខ្ញុំដើរចេញមកខ្ញុំចាំច្បាស់ពេលហ្នឹងអាពេលដែលខ្ញុំដើរចេញមកហ្នឹងបើប្រិយមកសួរថាដើរចេញពីតង់រាប់ដែរទៅខ្ញុំអត់រាប់ទេប៉ុន្តែពេលវិញមកវិញខ្ញុំរាប់ហើយខ្ញុំនឹងប្រាប់ថាហេតុអីបានពេលមកវិញខ្ញុំរាប់ថាប្រមាណចំហៀនដែលខ្ញុំដើរមកដល់តង់គឺ14ចំហៀនគឺខ្ញុំដើរមកដល់តង់ខ្ញុំវិញពេលដែលខ្ញុំដើរចេញពីតង់ទៅហ្នឹងគឺខ្ញុំអត់បានរាប់ទេខ្ញុំដើរចេញពីតង់ទៅ14ចំហៀនហើយខ្ញុំក៏ឈប់បត់ចឹងតូចចឹងទៅជាស្រ័យហើយកន្លងពេលហ្នឹងវាយប់ស្ងាត់មែនទេវាល្ងិតវាមានតែភ្លើងសូឡាមួយដែលយើងភ្លឺចេញពីផ្ទះហ្នឹងទេអ៊ីវមកចឹងទៅខ្ញុំចេះអាសឡឹងវាធ្លាក់ខ្យល់ត្រជាក់ខ្លាំងមែនទែនត្រជាក់មកធ្វើឲ្យខ្ញុំព្រឺសបល់ហើយមនុស្សខ្ញុំស្មានទោះខ្ញុំវារៀងជាអ្នកខ្លាចខ្មោចដែរមិនអត់ខ្លាចទេគឺខ្ញុំខ្លាចអញ្ចឹងខ្ញុំសឡឹងមើលជុំវិញឆ្វេងស្ដាំអញ្ចឹងវាអត់ឃើញអីទេប៉ុន្តែវាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាព្រឺហើយត្រជាក់ឆ្អឹងខ្នងត្រជាក់ពីក្រោយខ្នងយើងខ្លាំងមែនទេប៉ុន្តែយើងងាកទៅវាអត់ឃើញអីទេប្រិយមិត្តដឹងកន្លងពេលដែលខ្ញុំកំពុងតែរអូខ្ញុំព្រឺសបល់មែនទេកន្លងពេលដែលខ្ញុំងាករឆ្វេងស្ដាំអីនឹងមកក្រោយអត់ឃើញស្ដាប់តែខ្ញុំចោលភ្នែកទៅលើចាប្រិយមិត្តសាកគិតមើលថាខ្ញុំនឹងឃើញអីពេលហ្នឹងក៏ខ្ញុំងាកពុបទៅនៅលើមេឃស្វាយចន្ទទីហ្នឹងគឺខ្ញុំបានឃើញមនុស្សស្រីម្នាក់គាត់ស្លៀកឈុតខ្មៅទាំងអស់ហើយសក់ក្បាលគាត់ប្លង់គាត់ត្រើងប៉ុន្តែវែងហើយគាត់អង្គុយនៅលើមេឃចន្ទទីហ្នឹងគាត់ស្រឡឹងចុះមកមើលខ្ញុំហើយគាត់ប្រើកសែភ្នែកស្ងួតប៉ុន្តែគាត់ញឹមអាការញឹមរបស់គាត់ញឹមចាធ្វើឲ្យខ្ញុំពេលហ្នឹងគឺខ្ញុំព្រឺសបល់ខ្លាំងមែនតើហើយស្មានទោះគឺពេលហ្នឹងខ្ញុំឆក់ហ្មងខ្ញុំគាំងខ្ញុំធ្វើអីអត់ត្រូវទេអារម្មណ៍មួយចង់រត់ខ្ញុំគិតថាបើសិនជាខ្ញុំរត់ខ្ញុំនឹងបាត់បង់សតិហើយខ្ញុំនឹងជ្រុះសក់ហ្មងពេលខ្លះខ្ញុំគិតថាខ្លាចជ្រុះសក់លក់អីងាប់អីចឹងទៅ
ហើយឆ្កែខ្ញុំពីរដែលឈ្មោះអាប្រោនិងអាតូរ៉ូហ្នឹងគឺវាតែក្បាលវាតែត្រឹមកចេញពីតង់វាហ៊ានព្រោះវាកំហឹមដូចរបៀបឆ្កែប្រូខំគ្នាអញ្ចឹងវាកំហឹមខ្លាំងមែនទេវាកំហឹមអញ្ចឹងហើយតែវាហ៊ានចេញមកជួយយើងទេហើយខ្ញុំនេះដឹងថាឆ្កែខ្ញុំអញ្ចឹងហាក់ពេលកំឡុងពេលដែលខ្ញុំឆក់ហ្នឹងគឺខ្ញុំកែហ្នឹងគឺប្រហែលជា1នាទីពេលហ្នឹងគឺ1នាទីហើយកុំបានឆ្កែខ្ញុំប្រុសដែលខ្ញុំមានស្មារតីត្រឡប់មកវិញហើយខ្ញុំភ័យខ្ញុំខ្លាចប៉ុន្តែអត់ហ៊ានរត់ទេខ្ញុំគិតថាបើខ្ញុំរត់ប៉ះធ្វើយើងភ័យទៅបាក់ស្បាតជ្រុះសក់ជ្រុះអីឈឺអញ្ចឹងណាខ្ញុំក៏តាំងចិត្តហើយខ្ញុំគិតថាខ្ញុំប្រាប់ខ្លួនឯងថាតែដើរទៅវិញតែប្រហែលចំហៀនវាដល់តង់យើងវិញហើយអញ្ចឹងកុំខ្លាចប្រមូលស្មារតីយើងទាំងអស់ហើយតាំងចិត្តក្លាហានយើងដើរចូលក្នុងតង់ទៅវាលេងអីកាលណាចូលដល់ក្នុងតង់លេងអីហើយមានគ្នាហើយព្រោះគ្រួសារខ្ញុំនៅក្នុងតង់ដែរហើយណាមួយខ្ញុំមានឆ្កែពីរទៀតឆ្កែខ្ញុំគឺវាក៏ច្រូចង់ចេញតែវាអត់ហ៊ានចេញហើយខ្ញុំក៏មើលដឹងថាឆ្កែខ្ញុំក៏វាឃើញដែរឆ្កែខ្ញុំវាឃើញណាអញ្ចឹងពេលហ្នឹងគឺខ្ញុំគិតណាខ្ញុំចិត្តខ្ញុំថាពេលខ្ញុំបែរខ្នងត្រឡប់ទៅតង់ខ្ញុំវិញគឺខ្ញុំដើរឲ្យលឿនប៉ុន្តែជាក់ស្ដែងវាអត់ដូចយើងគិតទេបងប្អូនទៅពេលដែលយើងឃើញប្រភេទពពួកអមនុស្សអញ្ចឹងខ្ញុំបែរពើបមកមួយចំហៀនខ្ញុំដូច1គីឡូអញ្ចឹង1គីឡូដីអញ្ចឹងយូរមែនតើមួយចំហៀនហ្នឹងហើយខ្ញុំឲ្យបងប្អូនសម័យខ្ញុំព្រឺសពលបងប្អូនមើលខ្ញុំព្រឺសពលណាគឺគ្រាន់តែខ្ញុំដើរទៅបាន3ចំហៀនទេបងប្អូនដឹងរឿងដែលគួរឲ្យខ្លាចយ៉ាងទៀតណាចង់ជ្រុះសក់បងប្អូន3ចំហៀនគត់គឺនារីម្នាក់ហ្នឹងបានហក់ពីលើមេឃស្វាយចន្ទទីចុះមកពីក្រោយខ្នងខ្ញុំហេតុអីបានខ្ញុំដឹងថាគាត់លោតចុះពីលើមេឃស្វាយចន្ទទីហើយទាំងខ្ញុំអត់បានងាកមើលព្រោះពេលហ្នឹងមេឃស្វាយចន្ទទីកាលណាមានមនុស្សហក់វាមិនកើឬសូរសលេងស្លឹកឈើវាអង្គើប៉ុន្តែអត់ឮសលេងដល់ដីឬសូរក្ដុកឬក៏ព្រុសឬសូរតែជន់មេឃឈើមេឃស្លឹកឈើងាប់ប្រក់អីក៏អត់មានដែរគឺអត់មានឮសលេងអីប៉ុន្តែខ្យល់វាលហើយក្រោយខ្នងយើងរបៀបអញ្ចឹងមកគេហក់មកអញ្ចឹងណាឬសម្បល់បងប្អូនគឺហក់ចុះមកវឹបខ្ញុំណាគឺចង់ស្លាប់ហើយខ្ញុំគឺចង់ដាច់ប៉ុស្ហើយពេលហ្នឹងគឺខ្ញុំទ្រាំហើយខ្ញុំខ្លាចហើយឡងទៅជាពេលហ្នឹងគឺចង់ប្រេះឆ្អឹងជនីអស់ឆ្អឹងខ្នងអីឡងទៅជាស្រេបហើយតាមនេះឡងក្បាលឡងនេះចង់រីកបបណាខ្ញុំដើរជំហានទី4ទី5ទី6រហូតខ្ញុំរាប់គ្រប់14ជំហានបានខ្ញុំចូលដល់តង់ខ្ញុំវិញហើយបងប្អូនដឹងណាអេពីសូតទី1នេះរៀងវែងតិចបងប្អូនណាព្រោះរឿងនេះវាវែងឆ្ងាយតិច14ជំហានដែលខ្ញុំដើរនេះខ្ញុំប្រាប់បងប្អូនចូលដល់ក្នុងតង់ពុបឆ្កែខ្ញុំគឺកលឹងក្នុងតង់វាកលឹងក្បាលនោះកលឹងជុំវិញព្រោះនារីម្នាក់ហ្នឹងដើរកលឹងតង់ដោយសារខ្ញុំដឹងណាគាត់ជន់មេឃឈើអាមេឃស្វាយចន្ទទីហ្នឹងងាប់ប្រាប់ជុំវិញតង់តែដើរលឿនដើរមួយប្រាប់ចឹងមកថាខ្ញុំពេលហ្នឹងគឺខ្ញុំដេកភ័យបាញ់ស្រាក់តែខ្ញុំឆ្ងល់ថាហេតុអីពេលហ្នឹងគឺខ្ញុំដាស់គ្រួសារខ្ញុំអត់ងើបទេខ្ញុំនិយាយមែនបងប្អូនណាយើងមិនមែននីតិរឿងខ្មោចហើយយើងនិយាយឲ្យគេកាន់តែខ្លាចប៉ុន្តែធៀបពិតគឺវាអញ្ចឹងមែនគឺពេលហ្នឹងខ្ញុំនិយាយមែនស្មាតទោសគឺដាស់អត់ងើបទេរហូតដល់ពេលយើងធុញមែនតើយើងខឹងគាត់ស្មាតទោសយើងប្រើអាចគោះស្ងប់ដេកខ្ញុំសងំដេករហូតដល់បែកស្រាក់ហើយក្នុងតង់បងប្អូនដឹងក្តៅដល់ដាក់ដង្ហើលក៏ដាក់លេងត្រជាក់ដែរយើងនឹងហាលចល័តដេកគាត់តែយើងដេកលក់ពុបខ្ញុំយកសពនារីម្នាក់មកបញ្យកសពខ្ញុំថាបើសិនឲ្យហៅយើងសិតតែឯងបើឯងចង់នៅកន្លែងនឹងសុករាល់ថ្ងៃសិលហើយត្រូវសែនមន់ឆ្កាងហើយនឹងស្រាសឲ្យអញរាល់ថ្ងៃសិលសែននៅដំបងនឹងបើឯងមិនសែនអញទេអ្នកនៅហ្នឹងអញកាច់យកទាំងអស់ខ្ញុំប្រាប់គ្រាន់តែប៉ុណ្្នឹងមកខ្ញុំដឹងខ្លួនទៀតភ្លឺខ្ញុំប្រាប់សលេងជន់មេឈើហ្នឹងលឺដើរចេញពីតង់ខ្ញុំឆ្ងាយទៅគឺដើរទៅដំបងហ្នឹងខ្ញុំទ្រាំខ្ញុំដេកលេងលក់ហើយខ្ញុំទ្រាំរហូតតតែភ្លឺឡើងខ្ញុំឲ្យក្រុមការងាររើអីវ៉ាន់ចាញ់ពីហ្នឹងមកខ្ញុំអត់ហ៊ាននៅទេគឺខ្ញុំរើឲ្យក្រុមការងារខ្ញុំសួរថាកើតអីបញ្ហាអីគឺខ្ញុំអត់ប្រាប់ខ្ញុំថារើសិនទៅចាំទៅដល់ផ្ទះចាំមកប្រាប់រើហើយពេលហ្នឹងយើងចេញមកគឺកំពង់មូលបន្ទាយស្រីខ្ញុំទៅហូបមីឆានឹងខ្ញុំចេញមកគឺអស់កម្លាំងយើងរើនឹងប្រហែលជាម៉ោង10បានហើយពីព្រឹកគាត់ងើបឡើងគឺយើងរើប្រហែលជាម៉ោង10បានហើយមកដល់កំពង់មូលបន្ទាយស្រីខ្ញុំក៏សម្រាកហូបមីឆាហ្នឹងហើយ
គេឃើញយើងសភាពយើងវាមនុស្សអត់ល្ងួយហើយអីវ៉ាន់ទៅពីជប៉ុនក៏អ្នកលក់សួរយើងលេងអូនណៃមកពីណាអូនខ្ញុំថាយើងក៏រៀបខ្ញុំថានេះខ្ញុំមកពីកន្លែងចការចន្ទទីនេះអីហើយរើអីវ៉ាន់ទៅផ្ទះអញ្ចឹងគេសួរចន្ទទីណាអូនគេសួរអញ្ចឹងខ្ញុំថានេះចន្ទទីក្បែរនេះអីគាត់ធ្វើមុខរបៀបភ្ញាក់ផ្អើលហើយគាត់វត្តគាត់ខ្សឹបគ្នាពីអ្នកកូនស្រីគាត់អញ្ចឹងអ្នកផ្សេងគេអត់ចាប់អារម្មណ៍ទេខ្ញុំចាប់អារម្មណ៍ខ្ញុំក៏អត់មកដែរគេដាក់មីឆាឲ្យក្រុមការងារខ្ញុំហើយខ្ញុំក៏ដើរទៅក្បែរគាត់អញ្ចឹងគាត់ពោឆាមីអញ្ចឹងតែខ្ញុំអត់ទាន់បានទេខ្ញុំរបៀបថាយើងធ្វើជាដើរទៅដូចចាំយកមីយើងអញ្ចឹងក៏ខ្ញុំសួរថាអីដីហ្នឹងមានបញ្ហាអីមែនអីថាអត់មានអីអូថាអត់មានអីថាអីខ្ញុំជួបហើយខ្ញុំជួបមកស្ដាយមកអីថាអត់ណៃជួបហើយអូខ្ញុំព្រឺស្វល់មែនទេខ្ញុំថាបាទអីជួបហើយស្រីអីស្រីថាថាអីថាចង់និយាយទេដីគេអញ្ចឹងអូនខ្លាញ់ចាស់គេរោរឿងអញ្ចឹងខ្លាញ់គេថាចេះចុយអញ្ចឹងដីហ្នឹងចងក3ជំនាន់អូនម្ចាស់ផ្ទះហ្នឹងចងតាំងពីជំនាន់យាយមកដល់កូនមកដល់ចៅទៀតហើយនៅនឹងបើចន្ទទីជ្រុះចោលអូនអត់ដែរមានណាគេទៅរើទេអត់ដែរហ៊ានទៅរើទេហើយខ្ញុំភ្លេចបញ្ជាក់បងប្អូនណាចន្ទទីហ្នឹងមួយខែ30រៀលហ្នឹងគេឲ្យខ្ញុំទៅចន្ទទីហ្នឹងគឺយើងអាចបេះបានទៀតបេះបានប្រមូលផលខ្លួនឯងបានទៀតហ្នឹងខ្ញុំរៀងឆ្ងល់ដែរគាត់ចន្ទទីមិនតិចពាន់ណាបងប្អូនណាអញ្ចឹងគាត់និយាយប្រាប់ខ្ញុំហើយគាត់សួរខ្ញុំថាណៃឃើញមិនខ្ញុំក៏រៀបរាប់ប្រាប់គាត់ខ្ញុំថានិយាយមែនអូនដីហ្នឹងតាំងពីចៅគាត់ចងកមកអត់ដែរមានណាគេជួលឬក៏មានណាគេទៅអញញ៉ៃដីនេះទេព្រោះកូនគាត់កាចណាអញ្ចឹងហើយដល់ពេលអញ្ចឹងខ្ញុំនេះហូបមីហូបអីហើយក៏ត្រឡប់ទៅផ្ទះទៅហើយក្រុមការងាររបស់ខ្ញុំគាត់មិនសួរគាត់ថាមិនបានបងឯងឈប់ជួលគឺយើងរៀបរាប់តាមហ្នឹងហើយនឹងរឿងហ្នឹងវាបើនិយាយថាឈុតឆាកដែលខ្ញុំរន្ធត់ខ្ញុំខ្លាចគឺប៉ុណ្ណឹងទេហើយបើនិយាយសាច់រឿងស៊ីមរៀបវាច្រើនប៉ុន្តែខ្ញុំទុកនៅអេពីសូតក្រោយព្រោះសារវីដេអូនេះវាវែងហើយវាជិត20នាទីហើយសង្ឃឹមថាបងប្អូនយើងស្ដាប់ហើយបញ្ចេញអារម្មណ៍បងប្អូននៅក្នុងវីដេអូនេះមកវាមិនដែរអញ្ចឹងហើយអរគុណច្រើនបងប្អូនសម្រាប់បងប្អូនដែលចំណាយពេលស្ដាប់វីដេអូនេះដល់ចប់អរគុណ